សួស្តីខ្ញុំឈ្មោះនិរតជាសិស្សរៀននៅសាលាគ្រីស្ទីណាខ្ញុំឈ្មោះចត្រាខ្ញុំគឺជាសិស្សនៅសាលាគ្រីស្ទីណាខ្ញុំបាទឈ្មោះមករាខ្ញុំគឺជាសិស្សនៅសាលាគ្រីស្ទីណាមូលហេតុដែលខ្ញុំមករៀននៅសាលាគ្រីស្ទីណានេះទី1បំផុតគឺដោយសារតែខ្ញុំស្រឡាញ់ខាងវិស័យសាឡននេះហើយមួយវិញទៀតគឺខ្ញុំឃើញមិត្តភក្តិខ្ញុំដែលជាអតីតសិស្សរបស់សាលាគ្រីស្ទីណាគឺគាត់ទទួលបានជោគជ័យក្នុងអាជីវកម្មមួយហ្នឹងហើយវាជាកូនចិត្តមួយដែលជំរុញឲ្យខ្ញុំសម្រេចចិត្តជ្រើសរើសយកសាលាគ្រីស្ទីណាដែលរៀនរាល់ថ្ងៃនេះខ្ញុំយល់ឃើញថាខាងសាលាពិតជាល្អមែនតើដែលគាត់បានរៀបចំនៅវគ្គបណ្ដុះបណ្ដាលច្បាស់ថែមទាំងមានការបណ្ដុះបណ្ដាលទៅលើវគ្គសមាគមវគ្គសិក្ខាសាលាជាពិសេសនោះក្រោយពេលបញ្ចប់វគ្គសិក្សាសាលាក៏បានរៀបចំជូននៅសញ្ញាបត្រដែលទទួលស្គាល់ពីមន្ទីរក៏ដូចជាដៃគូសហការ18ប្រទេសផ្សេងទៀតដោយសារសាលាគ្រីស្ទីណាមានមេរៀននិងអ្នកគ្រូមានបទពិសោធន៍យូរឆ្នាំដើម្បីបង្រៀនហើយបងប្អូនមករៀននៅទីនេះនឹងទទួលបានចំណេះជំនាញដើម្បីធ្វើការឬមួយក៏ប្រកបអាជីវកម្មខ្លួនឯងផ្ទាល់ពេលដែលខ្ញុំមករៀននៅសាលាគ្រីស្ទីណាខ្ញុំទទួលបានជំនាញពីការកាត់សក់ពីការលាបពណ៌សក់យល់ដឹងអំពីការមើលសរសៃសក់ផ្នែកកាត់សក់ប្រុសស្រីហើយចំពោះអត្ថប្រយោជន៍គឺសាលាបានផ្ដល់វិញ្ញាបនបត្រដល់សិស្សហើយក៏មានវគ្គបណ្ដុះបណ្ដាលខ្លីៗដើម្បីឲ្យសិស្សអភិវឌ្ឍខ្លួនកាន់តែមានការរីកចម្រើនទៅមុខខ្ញុំយល់ឃើញថាគឺល្អមែនទែនដែលនៅពេលដែលសិស្សរៀនចប់ហើយសាលាបានផ្ដល់ឱកាសឲ្យសិស្សធ្វើការនៅខាងក្រោមដើម្បីឲ្យគាត់កាន់តែក្លាហានក្នុងការទទួលភ្ញៀវហើយមួយវិញទៀតឲ្យគាត់កាន់តែមានការវឹកហាត់នៅការរៀនរបស់គាត់បន្ទាប់ពីគាត់រៀនចប់ទាំងទៅគឺគាត់ចេញធ្វើការគាត់មានជំនាញកាន់តែច្បាស់លាស់បន្ថែមទៀតចំពោះលោកគ្រូអ្នកគ្រូបង្រៀននៅសាលាខាងគ្រីស្ទីណាគាត់មានការយកចិត្តទុកដាក់ទៅលើកូនសិស្សគាត់ខំប្រឹងរកវិធីបង្រៀនកូនសិស្សឲ្យឆាប់យល់ឆាប់ចេះឆាប់រកចំណុចថ្មីដល់មតិថ្មីឲ្យកូនសិស្សដើម្បីឆាប់យល់សម្រាប់នាងខ្ញុំចង់ឲ្យណែនាំឲ្យបងដែលគាត់បើកហាងជាងសាឡនហើយគាត់នៅខ្វះជំនាញផ្នែកសាឡនអត់ទាន់ចេះច្បាស់គឺគាត់អាចមកសិក្សានៅសាលាគ្រីស្ទីណាបានពីព្រោះសាលាគ្រីស្ទីណាគឺគាត់បរៀនច្បាស់មួយហើយការបរៀនរបស់គាត់គឺយកចិត្តទុកដាក់មែនទែនសម្រាប់សិស្សដែលគាត់ចុះឈ្មោះមកចូលរៀននៅសាលាគ្រីស្ទីណា